เรื่องประจันขบกำฮกย่อมបងយើងឈៀងចូលទៅមណ្ឌលសុខភាពបន្តិចទៅអីម៉ានថ្ងៃហ្នឹងខ្ញុំទៅអត់សូវស្រួលខ្លួនសោះចាំថ្ងៃក្រោយទៅបងប្រញាប់ទៅបបរបាយជ្រូកឃើញអូនឯងទៅម្ដងហើយទៅអីទៅម្ដងមែនតែតាំងពីទងន់ជាង1ខែមែនហ្នឹងឥឡូវ6ខែអីអើយមិនបាច់ទៅញឹកពេកទេបងឃើញអូនឯងមានសុខភាពល្អសឹងអីណែចាស់ពីដើមកូនមកកតេលមិនដែលទៅពិនិត្យពោះពិនិត្យអីផងហ្នឹងមិនឃើញអីទៅចាំចិត្តគ្រប់ខែចាំទៅតែខ្ញុំអេមើលទីម៉ូតូដូចគ្នាពីអ្នកស្ដីប្រពន្ធទៅណាបាត់ហើយណាអូសួស្ដីសំណាងសុខសប្បាយជាទេអីហ្នឹងហើយសុខសប្បាយទេអូខ្ញុំទៅមកពីផ្សារចុះបងសរឿនប្រងតាណាហ្នឹងអូថាទៅរកទិញទូរស័ព្ទ Smart មួយគ្រឿងទុកក្រន់មើល Facebook គេហ្នឹងណាបងសរឿនតាន់សម័យណាស់តានេះចេះលេង Facebook អីទៀតហ៎ចេះតែរៀនលេងតាមក្មេងៗទៅហ្នឹងណាក្រែងលោមានសង្សារគេអីគេបងឯងចង់រកសង្សារតាម Facebook ប្រយ័ត្នចាញ់បោកគេថាលេងហ្នឹងណាសង្សារបងប្រហែលមិនតាន់កើតទេមើលទៅនិមលមានទឹកមុនប្រហែលខែនេះមើលទៅដូចជាស្លេកស្លាំងណាមានបានទៅពេទ្យអត់ហ្នឹងចា6ខែតែទៅពេទ្យបានតែម្ដងហ្នឹងមើលទៅដៃជើងដូចជាហើមឆាប់ទៅមណ្ឌលសុខភាពឲ្យពេទ្យពិនិត្យមើលទៅកុំប្រហែលអសោះណាបើមិនស្រួលគេទៅពេទ្យខ្លួនគេហើយមិនបាច់មកដាស់តឿនអីទេអូហ្នឹងហើយគឺសំណាងឯងជួននិមលទៅពេទ្យខ្ញុំគិតថាចាំចិត្តគ្រប់ខែចាំទៅមណ្ឌលសុខភាពខ្ជិលទៅច្រើនដងគិតអញ្ចឹងមិនត្រូវទេនិមលកុំខ្ជិលអសោះណាត្រូវតែទៅពេទ្យឲ្យទៀងទាត់បើមានការអីគេអាចជួយបានទាន់ពេលនិយាយធ្វើមើលបងឯងហ្នឹងពេទ្យអញ្ចឹងមិនមែនពេទ្យទេតែបងក៏ជាអ្នកស្ម័គ្រចិត្តសុខភាពភូមិម្នាក់ដែរណាបងដើរបញ្យលអ្នកភូមិពិសេសស្ត្រីមានផ្ទៃពោះឲ្យចេះថែទាំសុខភាពខ្លួនឯងផងនិងកូនក្នុងផ្ទៃផងអូអ្នកភូមិចូលចិត្តបងណាបកែអួតអូបងនារីអ្នកស្ម័គ្រចិត្តសុខភាពភូមិខ្ញុំក៏ធ្លាប់ដាស់តឿនខ្ញុំដែរមិនអីទេបងចាំខ្ញុំឆ្លៀតពេលទៅមណ្ឌលសុខភាពចេះដឹងរឿងប្រពន្ធគេជាងប្តីគេទៀតអាប៉ែនេះមុខក្រាស់ណាស់តើវិញអូថ្ងៃណាហើយខ្ញុំប្រញាប់ទៅធ្វើម្ហូបឲ្យដាំបាយជ្រូកផងខ្ញុំទៅសិនណាបងទិញទូរស័ព្ទថ្មីបានកុំភ្លេចបរៀនខ្ញុំលេង Facebook ផងណាអូបាទមិនអីទេចាំបងជួយបរៀនលាសិនហើយសុខសប្បាយទាំងអស់គ្នាណាបាទសុខសប្បាយដូចគ្នាបានជួបសង្សារចាស់ញឹមបិទមាត់អញ្ចិតទេបាននិយាយម្ដងនោះផ្អែមបន្លែហ្នឹងហើយមានណាបងខ្ញុំនិយាយធម្មតាតាពួកយើងរាប់អានគ្នាដូចបងប្អូនអញ្ចឹងគាត់ធ្លាប់រៀនជាមួយខ្ញុំជូនខ្ញុំទៅប្រឡងបងកុំគិតច្រើនពេកអីបងមិនទៅឈឺក្បាលហាបថ្ងៃអីទេតែបើហ៊ានមកញ៉ៃញ៉ៃជាមួយប្រពន្ធបងច្បាស់ជាត្រូវហើយត្រូវអីគេបងត្រូវអីមិនដឹងទេចាំតែមើលទៅដឹងហើយឲ្យតែហ៊ានបងកុំជិះលឿនពេកតិចបានហើយប្រពន្ធពោះធំផងជិះលឿនម៉េះគង់តែទៅដល់ផ្ទះហើយឆាប់ទៅដល់ផ្ទះអាងទឹកឲ្យបាត់ក្តៅចិត្តហ្នឹង
បងជួយលាងបន្លែឲ្យដាំបាយជ្រូកផងខ្ញុំរកសម្រាប់បន្តិចសិនដូចជាវិលមកដល់ហើយ ថ្ងៃហ្នឹងមិនទៅផ្សារយូរម៉េចកូនហើយប្រពន្ធឯងកើតអីហ៎ មិនយូរម៉ែបើឡែងនៅមិត្តភ័ក្តិចាស់សាសងគ្នារាប់ម៉ោង ខ្ញុំវិលមករកក្អួតចៅមិនដឹងទេម៉ែ មានកូនចឹងឯងវិលមកអស់កម្លាំងចឹងហើយកាលម៉ែមានកូនឯងក៏អញ្ចឹងដែរហាសម្រាប់បន្តិចទៅអស់អីហើយចាំម៉ែធ្វើម្ហូប ចាម៉ែ មិញជួសម្លាញ់ចាស់មុខរីកដូចគ្រាប់ជីអញ្ចឹងគាត់ដល់មកដល់ផ្ទះវិលមុខអើយប្រពន្ធហើយប្រពន្ធ បងហ៎ជូនខ្ញុំទៅម្ដងសុខភាពបន្តិចមកខ្ញុំដូចជាអត់សូវស្រួលក្នុងខ្លួនទេ ហើយមិនហើយកូនសំណាងមើលនាំប្រពន្ធឯងទៅមណ្ឌលសុខភាពទៅកូនចាំមកវិញសំស្រួយស្ពេងនឹងទៅហើយប្រពន្ធកូនឯងដូចជាមិនសូវស្រួលទេ ខ្ញុំមិនទាន់ហើយដៃទេម៉ែ3 4រោងទៀតហើយហើយចាំថ្ងៃចាំខ្ញុំជូនទៅ មិនអីទេម៉ែបើគាត់រវល់ខ្ញុំទៅខ្លួនឯងក៏បានដែរនៅចិត្តនឹងតា មើលប្រយ័ត្នប្រយែងណាកូនមានការអីឆាប់ឲ្យគេមកប្រាប់ម៉ែលឺហ៎ ចាម៉ែ នេះមើលឆ្វេងមើលស្ដាំគិតចង់ទៅណាហ្នឹង អូបងសរឿនទេខ្ញុំអត់សូវស្រួលខ្លួនចង់ទៅមណ្ឌលសុខភាពឲ្យពេទ្យពិនិត្យមើលបន្តិចបង ចុះសំណាងទៅណាបិញមកឲ្យជូនទៅ គាត់រវល់ហែកទឹកស្រោចស្ពៃហ៎បង មកបើជូនទៅមើលមុខឡើងជូរហួញហើយតើ តែ ស្គរអីមកឡើងម៉ូតូមក ចាអរគុណហើយ មានសង្សារចាស់ចាំដប់អញ្ចឹងតាបានជាទាទៅមណ្ឌលសុខភាពព្រឹកនឹងអត់ទាល់តែបាន មិនដឹងទៅណាទេជាមួយអាម៉ាស៊ីននោះមកផឹកតរថ្ងៃត្រង់ហើយនៅមិនទាន់មកវិញទៀត និមលមិនក៏យូរម៉េចសំណាងទៅមណ្ឌលសុខភាពបន្តិចមើលកូនថ្មនេះហើយគួរតែមកដល់ផ្ទះវិញហើយ មិនអីទេម៉ែមានពួកម៉ាក់ចាស់ជូនទៅអីវាគ្មានរឿងអីទេ ពួកម៉ាក់ចាស់អ្នកណាគេកូន សរឿននៅភូមិជាប់យើងនឹងអីម៉ែខ្ញុំឃើញគេដុំនិមលទៅផ្ទាល់ភ្នែក កូនឯងនៅគិតរឿងនឹងទៀតក្រែងបាននិយាយគ្នាយល់អស់ហើយតើអីអញ្ចឹងបានតែប្រហែលថ្ងៃមុនឮតម្លើងសម្លេងដាក់គ្នាជាប្តីប្រពន្ធនឹងគ្នាតតែស្មោះត្រង់និងជឿជាក់លើគ្នាចេះអធិស្ឋានឲ្យគ្នាទៅវិញទៅមកទើបមើលវារស់នៅបានសេចក្តីសុខយូរអង្វែងម៉ែប្រាប់កូនណាបើចេះតែសង្ស័យគ្នាច្រើនបែបនេះតើប្តីប្រពន្ធឯងទាំងពីរនាក់ហ្នឹងដល់ទីបញ្ចប់ទេ ខ្ញុំយល់ហើយម៉ែមកពីខ្ញុំស្រឡាញ់ប្រពន្ធពេកខ្លាចគេឆក់ទៅបាត់ហ្នឹងម៉ែ អើយប្រពន្ធឯងពោះប៉ិនកជើហើយមានប្រុសឯណាគេមកស្រឡាញ់ក្រៅពីកូនឯងនោះ បាទ បងខនអើយបងខនបងណាងអើយបងណាង ហើយចុះអ្នកណាគេជីកង់បដាស្រែកបដាហ្នឹងកូន អារោហ្នឹងម៉ែមានការអីមិនក៏ស្រែកខ្លាំងម៉ែ បងណាងបងខនបងមុលមានរឿងអីបង ប្រពន្ធបងមានរឿងអីហ៎រោ មិនមានអ្នកណាកើតអីហ៎ បងនារីអ្នកស្ម័គ្រចិត្តសុខភាពភូមិឲ្យខ្ញុំមកប្រាប់បងនឹងអ៊ំថាមណ្ឌលសុខភាពគេបញ្ជូនបងនិមលទៅមន្ទីរពេទ្យបងឯងហើយ ថាម៉េចប្រពន្ធបងទៅមន្ទីរពេទ្យបងឯង នេះមុលមានរឿងអីហ៎ មុននឹងមកសបកខ្ញុំដប់ម៉ែទៅមណ្ឌលសុខភាពហើយជួបបងនារីគាត់កំពុងរៀបចំឡើងលំអជាមួយបងមុលគាត់ពឹងខ្ញុំឲ្យប្រាប់បងណាបង ម៉ែខ្ញុំឡើងលើផ្ទះយកអីវ៉ាន់សិនម៉ែ ដាក់
ដាក់អាវនឹងសរងឲ្យម៉ែផងណាកូនអើយអរគុណហើយរោបានមកប្រាប់ហ្នឹងបាទអីទេអ៊ំជំរាបសិនហើយអ៊ំទៅចោះក្មួយបងសុំទោសនិមលអូនប៊ីតកូថ្នាក់ធំដោយសារតែការធ្វេសប្រហែសរបស់បងព្រះអើយសូមកុំឲ្យប្រពន្ធនិងកូនខ្ញុំមានរឿងអីឲ្យសោះកូនសម្លាញ់ពុកឲ្យពុកសុំទោសខ្ញុំក៏ខុសដែរបងអាងថាអីប៊ីទៅទាំងម៉ែទាំងកូនថាកូនទៅទើបនឹងមានទម្ងន់កូនដំបងឯម៉ែនេះជាចាស់ទុំនឹងក៏មិនបានជួយដាស់តឿនកូនទៀតបងណាងបងមុលបងកុំគិតច្រើនពេកឥឡូវហ្នឹងបងមុលអស់អីហើយគ្មានអីត្រូវបារម្ភទៀតទេបាទហ្នឹងហើយទាំងម្ដាយទាំងកូនក្នុងពោះមានសុវត្ថិភាពហើយរឿងសំខាន់គឺនិមលត្រូវថែបំពន់សុខភាពឲ្យបានមាំទាំកុំឲ្យមានរឿងអញ្ចឹងកើតឡើងទៀតណាខ្ញុំមិនឲ្យមានរឿងនេះកើតឡើងចំពោះប្រពន្ធនិងកូនខ្ញុំជាដាច់ខាតខ្ញុំសន្យាអរគុណហើយបងសរឿននារីដែលបានជួយខ្ញុំគុណស្រែអីទេបងយើងជាអ្នកភូមិផងរបងជាមួយគ្នាជៀសមិនផុតពីការជួយយកអាសាគ្នាទៅវិញទៅមកឯងហ្នឹងហើយអរគុណច្រើនពេកពួកយើងអៀនណានេះអរគុណអ្នកទាំងពីរហើយនេះមកពីខ្ញុំមកឡើងទៅគិតពីរឿងដំណាំដំណោចបន្លែប្លុកហ្នឹងណាមិនសូវបានគិតគូរពីសុខភាពប្រពន្ធកូនអាងតែអីម្យ៉ាងខ្ញុំលួចខឹងសរឿនឯងផងដែលចេះតែមកហែហៃរឿងសុខភាពនិមលជាងខ្ញុំជាប្តីទៅទៀតនោះមិនបងឯងគិតអញ្ចឹងចាប់តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមកកុំថាឡើយក្បត់ចិត្តប្តីសូមបីតគិតក៏ខ្ញុំមិនដែលសម័យដែរខុសរឿងមែនសុំទោសប្រពន្ធសម្លាញ់បងប្រច័ណ្ឌខុសរឿងណែចាំថ្ងៃក្រោយចាំបងប្រច័ណ្ឌឲ្យត្រូវរឿងស្អីទេបងឯងនេះសូមចាក់ថ្នាំម្នាក់ជំងឺបន្តិចហើយទុកពេលឲ្យគាត់សម្រាកឲ្យមានកម្លាំងផងណាបាទអ្នកគ្រូអូអ្នកគ្រូប្រពន្ធខ្ញុំត្រូវសម្រាប់ពេទ្យមួយថ្ងៃដែរអ្នកគ្រូចាប្រហែលជា 4-5 ថ្ងៃដើម្បីពេទ្យតាមដានសភាពជំងឺសិនអ្នកគ្រូតើកូនខ្ញុំអាចមានរឿងអីអត់ទៅរំដល់ថ្ងៃកើនមែនហើយក្មួយតើកូននឹងចៅខ្ញុំមិនអីទេហ៎មែនទេខ្ញុំហ៊ានសន្យាទេមីងសំខាន់គឺប្អូនប្រុសខាងនេះត្រូវជូនប្រពន្ធទៅមណ្ឌលសុខភាពពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យជំនាញហើយបើមានអាការៈអីមិនស្រួលគឺត្រូវបញ្ញាប់រហូតហៅពេទ្យភ្លាមកុំសង្ងំនៅផ្ទះព្រោះស្ត្រីមានផ្ទៃពោះប្រឈមនឹងបញ្ហាច្រើនយ៉ាងណាចាអ្នកគ្រូបាទអ្នកគ្រូពេទ្យចាក់ថ្នាំហើយសង្ងំគេងទៅឲ្យឆាប់មានកម្លាំងណាចាអ្នកគ្រូនិមលសម្រាប់ចុះណាអ៊ំស្រីសំណាងខ្ញុំគិតលាសិនហើយឆាប់ទៅផ្ទះតនមេឃនៅភ្លឺខ្ញុំក៏ទៅដែរអ៊ំស្រីបងចាំមួយថ្ងៃពីរទៀតចាំខ្ញុំឈៀងមកមើលម្ដងទៀតសុខសប្បាយទាំងម្ដាយទាំងកូនណាបងចាអរគុណហើយនារីហ្នឹងហើយបងសរឿនអរគុណច្រើននារីទៅចុះក្មួយអរគុណហើយតាអូនឯងសង្ងំគេងអូនចាបងសូមស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពយ៉ាងហោចណាស់ឲ្យបាន4ដងក្នុងអំឡុងពេលមានផ្ទៃពោះដើម្បីដឹងពីសុខភាពម្ដាយនិងការវិវត្តរបស់ទារកក្នុងផ្ទៃដឹងពីសញ្ញាគ្រោះថ្នាក់ផ្សេងៗចំពោះម្ដាយនិងកូននិងដើម្បីទទួលបានការចាក់ថ្នាំបង្ការជំងឺតេតាណូសតាមពេលកំណត់និងថ្នាំគ្រាប់ជាតិដែកទទួលបានការព្យាបាលឬការណែនាំទាន់ពេលវេលាព្រមទាំងទទួលបានការអប់រំថែទាំសុខភាពនិងការបរិភោគចំណីអាហាររឿងប្រច័ណ្ឌខុសកំហុសខ្ញុំផលិតដោយវិទ្យុស្ត្រី FM 102ក្នុងកម្មវិធីសុខភាពគ្រួសារនិពន្ធដោយអ្នកស្រីហងសំភ័ស
កែសម្រួលដោយលោកស្រីវួនសូវរីបច្ចេកទេសសំឡេងនិងបញ្ចូលបទភ្លេងដោយលោកអៀវឌ្ឍនាឧបត្ថម្ភដោយកម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់ការប្រើប្រាស់ ICT ក្នុងតំបន់កំពុងអភិវឌ្ឍ Spider